ចៅមួយណាយូរដល់ពេញទាំងអស់ករណីទីនេះបដាលឲ្យបាស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកាត់ហេតុនៃគេហដ្ឋានរបស់គាត់តែម្ដងដែលសពស្ត្រីខាងលើនេះគឺឈ្មោះថាមឿនអាយុប្រមាណជាង40ឆ្នាំឥឡូវនេះសមត្ថកិច្ចលោកធ្វើការគុំព័ទ្ធជាបឋមសិនដើម្បីធ្វើការត្រួតពិនិត្យសពវិច័យបន្ថែមจากตรงករណីទីនេះផងដែរអូហើយកូនតូចនេះម្ដាយណាអីអត់ដឹងម្ដាយនៅណាទេអូអត់តដឹងថាម្ដាយនៅណាទេអូធោះហើយកូនតូចបាទឲ្យចេញមកផុតពីភ្លើងបងអើយឆេះខ្លាំងទៅរៀលណាដល់ពេញហ្នឹងឯងបងជួយហៅឡានពេទ្យមកមួយហ្នឹងបងអូឈ្លោះគ្នាគ្រួសារខ្លួនឯងដុតផ្ទះបាទដុតផ្ទះវាហើយវាដុតមកដល់ឡានគេមកឆេះមួយឆេះទាំងអស់ហើយអូនអូបធោះឲ្យព្រះអង្គអើយអូយអ៊ីមួយសិនអ៊ីធំសិនមួយខ្លួនអូនមកចាប់ឡានទៅកំពុងតែបានជួយផងចាតែខ្ញុំបានលីងហើយមានបានយកអីផងទេអូអ៊ីគាត់បានអីដែរមួយឈើតោចុះអ្នកដុតហ្នឹងទៅណាទៅខ្ញុំមិនដឹងទេហើយមានមនុស្សអីដឹកដងនឹងមួយទៀតអ្នកដុតនៅក្នុងហ្នឹងតែតែជាបលុតអត់ទាន់គាត់មិនដឹងទេព្រោះអាពេលតែដុតដឹងឆេះតែបលុតអត់ទាន់អូដុតឆេះបលុតអត់ទាន់បលុតអត់ទាន់ព្រោះអើយនិយាយអត់ទាន់គាត់ចោលឡើងបាទនិយាយថាទីតាំងដែលឆេះបាត់ផ្ទះដែលថាជា6 7ខ្នងបាទទៅ8ខ្នងកាលលឿនហ្នឹងគឺឆេះបាទជឿតែតែក្នុងទៅហើយបងនេះគាត់នឹងមកលើផ្ទះតាគេហៅទៅគេថាគុំគាត់មកលើផ្ទះមិនធឿនហ្នឹងណាលើមិនលើវិញតារមមិនធឿនអត់ឃើញទាំងអស់អឺដល់មិនធឿនណាមកនេះទៀតមកទៅទៀតហ្នឹងឯងគាត់ណាសេថាគុំគាត់ងាប់ហើយគុំគាត់ងាប់ហើយនៅលើផ្ទះហើយដឹងឯងបងនេះមកយកនៅចុងនោះណាដឹងណាទេដឹងទេអូឡើយគឺបាត់នេះម្នាក់ចាំគេដាក់ចោលទេដឹងឯងព្រោះគាត់គេនៅចុងគេនោះទេនេះចាំបាត់មួយទេធឿនព្រោះបាត់ដើររកវិញនេះដើររកអត់ធឿនឯងមកខ្លាចគាត់សេថាគាត់ងាប់ហើយនៅលើផ្ទះហ្នឹងគេឡើងហ្នឹងឥឡូវដើររកហើយរកធឿននេះអូចឹងរកមិនអីហ្នឹងអត់ឃើញទេបងចាខ្ញុំដើររកមិនឲ្យបងរកឃើញទេអញ្ចឹងអាពេលហ្នឹងប្តីគាត់ស្រែកដែរប្តីគាត់ស្រែកថាប្រពន្ធគាត់ហ្នឹងងាប់ហើយនៅលើផ្ទះតែគាត់នឹងទៅយកទៅពេទ្យបាត់ហើយអូចឹងមិនថាគាត់របួសដែរចាហើយដល់ខ្ញុំដើររកអត់ឃើញទេបងហ្នឹងខ្ញុំនៅលើផ្ទះហ្នឹងដើររកប្រពន្ធគាត់អាយុហើយជាប្រហែលទេបងនិយាយធឿនមកទុំ30 40អីតែជាងអីធឿនតែជាងចុះមិនគាត់រត់អត់រួចជាងគាត់នៅលើផ្ទះហ៎បងគាត់ឆេះឡើងត្រូលហើយគាត់នៅលើផ្ទះហ្នឹងហើយអ្នកដុតនៅក្រោមណែអូចឹងមានអ្នកដុតចាមានអ្នកដុតនៅក្រោមអ្នកដុតហ្នឹងអ្នកណាវិញខ្ញុំអត់សូវដឹងថាគេដុតដែរបងខ្ញុំនៅទៀតខ្ញុំនៅចុងនោះហ្នឹងអូអាពេលហ្នឹងបាទពូនេះស្រែកទៅថាប្រពន្ធគាត់ស្លាប់នៅលើផ្ទះបាទតែគាត់តែផ្ទះនៅម្ដងនេះជាប់គ្នាតែម្ដងបាទនៅក្នុងភូមិមលួសបាទកាត់ជើងឯកកាត់កោរៀបមកវិញបាទខាងនោះគឺឆេះនៅតតែជើងកសទេបាទស្ថានភាពភ្លើងយើងឃើញចាស់ស្ដាយហើយឥឡូវនេះគឺអ្វីដែលសំខាន់គឺកម្លាំងគឺធ្វើការបាញ់ទប់ស្កាត់បាទកុំឲ្យរីករាលដាលបន្តព្រោះអីបាទចឹងរីករាលដាលបន្តយើងឃើញចាស់ស្ដាយហើយគឺផ្ទះជាប់គ្នាទេបាទដល់ពេលអញ្ចឹងទៅលុះត្រាតែមានការបាញ់ទប់ស្កាត់ទៅអានោះគឺវាឆេះបាត់ទៅហើយបាទឆេះនៅតតែឈើបាទដែលបាក់ស្រុតចុងទៅនេះគឺនៅតតែកំណោឈើដែលឆេះណាបាទអញ្ចឹងគឺអ្វីដែលចាំបាច់កម្លាំងប្រកម្មរដ្ឋវិទ្យាយើងបាទលោកបានធ្វើការបាញ់ទប់ស្កាត់ទៅក្នុងចំណុចនេះនឹងវាទៀតពួយក៏អត់មានដែរនៅទីពួយស្ដាប់នេះអត់មានទេបងអើយជួយបងមិនមានបានយកឲ្យចេញសោះមកទេបងកន្លែងគាត់កូនចៅតកូនរត់លេទៅយកចៅពូទៅប៉ុណ្នេះហើយដាក់នៅនេះគឺជន់គាត់គាត់គ្នាមកចង់មកជាម្នាក់មកទៅយកកូនហ្នឹងមកមិនបានយកខោអាវទេយកកូនហ្នឹងកូនទៅហ្នឹងលេងតែអត់លើកូនល្ងាសុំពួយស្ដាប់នេះឥឡូវនេះខ្វះខាតពួយមុងទៅទេមកពួយមុងទៅទេណាចាំបាច់ត្រូវការប្រហែលគ្រួសារដែរអីអាចតិចបានប្រហែលជាប្រហែល10គ្រួសារអត់ទេអាវក្មេងតាក្មេងរៀនឡើងទៅហើយជា10គ្រួសារហើយជា10គ្រួសារណាទាំងអាវក្មេងតាលេងហើយបងចាំមើលអូយពួយឡើងទៅអីទៅចាអូយបានហើយចេះពួយកូននេះកូនយើងតាមចិត្តជួយអត់សម្រាប់ជាបឋមសិនជាបឋមនេះយើងត្រូវការពួយមុងខ្នើយជាបឋមសិនណាបាទលោកអាចបានពួយសំខាន់អីជាស្ដាយរបស់គ្នាកូននេះទៀមមួយចំអត់ពីខ្ញុំទៅក៏មានពួយទៅទេអូយបាទ
បាទប្រហែលគូសាគាត់នេះគឺអត់មានបានអីទាំងអស់តែម្ដងបាទសំបីតែគួយក៏អត់មានបានយកចេញដែរនិយាយចំគឺរត់នាំតែកូននាំតែចៅបាទចេញមកនោះទេបាទមកខ្លួនតែម្ដងណាអូហើយកូនតូចនេះម្ដាយណាអីអត់ដឹងម្ដាយនៅណាទេអូអត់ដឹងថាម្ដាយនៅណាទេអូធូរហើយណាកូនតូចបាទចេញមកផុតពីភ្លើងណាបាទផ្ទះឆេះអស់ហើយប្រិមិត្តយើងហើយបាទឆេះឡើងតិចតិចអស់ណាបាទមានសល់អីទេមានសល់អីទេអូបាទអត់ទីទៅក្រោយបាទអត់ដែរអត់មានលុយអត់មាននៅជាប់ខ្លួនទេអូយបាទកូនចៅនោះមកយូរអត់ពេញទាំងអស់បាទណាបានតែឲ្យវ៉ាន់តិចតួចបាទហើយកូនតូចនេះអ៊ំម្ដាយគាត់ទៅណាអ៊ំអូម្ដាយគាត់យកឲ្យវ៉ាន់ថែមអ៊ំណាផ្ទះសេះដែរអ៊ំផ្ទះខ្ញុំមិនដឹងនៅនេះមកនេះហើយអូណែអូបាទម្នាក់កូនតូចដល់ញៀវពេលហ្នឹងនៅប្អូនណាខាងប្រពន្ធពីណាគេខាងប្រពន្ធអីគេនិយាយតទេខ្ញុំមិនដឹងខាងប្រពន្ធដុតផ្ទះខ្ញុំលើគេនិយាយតទេអូសាវាវាមកដុតផ្ទះគេអូជឿគ្នាគ្រួសារខ្លួនឯងដុតផ្ទះបាទដុតផ្ទះខ្លួនវាហើយវាដុតមកដល់ផ្ទះគេតែមកឆេមួយឆេទាំងអស់ហើយអូនអូបធរឲ្យព្រះអង្គហើយដុតផ្ទះខ្ញុំជំរាបពួកឯងក៏បានអូអីមួយសិនអីធំសិនមួយឆ្លងឲ្យមកចាប់ជួយបានទឹកកំពុងតែបានជួយផងគេអត់ទេខ្ញុំមកលីងហើយមានបានយកអីមកទេអូអីគាត់បានអីដែរមានឆ្លងដល់ចុះអ្នកដុតនឹងទៅណាទៅខ្ញុំមិនដឹងទេហើយមានមនុស្សអីនៅក្នុងនោះមួយទៀតអ្នកដុតនៅក្នុងហ្នឹងតែមិនជាបលុតអត់ទាន់គាត់អត់ទាន់កំដងទេព្រោះអាពេលដែលដុតហ្នឹងឆេះតែបលុតអត់ទាន់ហើយថ្ងៃពីកូនកាប់យ៉ាងខ្លាំងមែនទែនក្នុងគ្រួទីភ័យនេះតែស្ត្រីម្នាក់បានស្លាប់មកជីវិតអាយុប្រហែលជា40ឆ្នាំជាងចំណែកឯប្តីរបស់គាត់បានរងរបួសធ្ងន់ត្រូវបានរថយន្តដឹកសង្គ្រោះទៅកាន់ទីពេទ្យបាត់ទៅហើយអរគុណ